សូមជូនរឿងស្រីឆ្នះម្ចាស់ចិត្តភាគទី16វគ្គទី2ស្រឡាញ់នឹកហួងហែងយ៉ងអាដេកមិនលក់មានរឿងគិតច្រើនទាំងដែរការពិតទៅខួរក្បាលរបស់នាងបានសម្រាប់មួយរយៈហើយប៉ុន្តែពេលដឹងថាអូស្ទីនបានធ្វើដំណើរមកប្រទេសបាសាថែមទាំងទៅបង្កចំនួននឹងរ៉ាម៉ានដល់មន្ទីរពេទ្យទៀតក៏ធ្វើឲ្យនាងមិនស្ងប់ចិត្តនាងប្រាប់មិនត្រូវទេថាសប្បាយចិត្តឬក៏អន់ចិត្តចំពោះអ្វីដែលបានដឹងនាងក៏បានងើបចុះពីលើគ្រែដើរទៅដើរមកជាច្រើនត្រឡប់ហើយក៏ទៅឈរនៅមាត់បង្អួចកញ្ចក់សម្លឹងមើលព្រះច័ន្ទមួយចំណិតដែលបណ្ដែតខ្លួនក្បែរដួងតារាលោកមកតាមខ្ញុំធ្វើអីលោកគួរតែរស់នៅជាមួយនឹងមនុស្សស្រីដែលអ្នកផ្ទះរើសជ្រើសរើសឲ្យមិនមែនមកអុកលោកខ្ញុំបែបនេះទេនាងក៏បានរអ៊ូរអ៊ូតែម្នាក់ឯងព្រមទាំងបានដកដង្ហើមធំម្ដងហើយម្ដងទៀតបន្ទាប់មកក៏សវាយកឯរងាចុះទៅជួនខាងក្រោមសំដៅទៅបន្ទប់សម្រាប់របស់ប្រាស៊ីលតុកនៅណាគួយបតខ្ញុំគឺអាទ្វារបន្ទប់ត្រូវបានបើកប្រាស៊ីដែលពាក់ឈុតដេកនិងឯរងាដូចជានាងដែរអានគំនាប់នាងមានអ្វីឲ្យខ្ញុំបម្រើទៅបតខ្ញុំមានរឿងចង់សួរលោកអូស្ទីនមកដល់តាំងពីពេលណាហើយស្នាក់នៅឯណាបានមកដល់ថ្ងៃនេះស្នាក់នៅឲ្យសន្តាគារកណ្ដាលរាជធានីដែលស្ដាំរបស់រ៉ាម៉ានប្រាប់ឈ្មោះសន្តាគារដែលជាសន្តាគារផ្កាយ5ល្បីឈ្មោះនៅទីនេះគ្មានអ្នកណាថាមិនស្គាល់ព្រោះមានតម្លៃថ្លៃអ្នកនៅស្នាក់នៅភាគច្រើនសុទ្ធតែជាអ្នកមានចាអរគុណបាទអញ្ចឹងខ្ញុំសុំទៅសិនហើយបតប្រាស៊ីក៏កវីក្បាលតិចប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយដែលដឹងថាចៅហ្វាយរបស់គេមិនមែនជាបរិះនៅក្នុងដួងចិត្តរបស់នាងឡើយខណៈដែលបំរើរ៉ាម៉ានយូរមកហើយសង្ឃឹមថាចៅហ្វាយនឹងបានជួបនារីដែលស័ក្តិសមនិងគឺជាគូជីវិតពិតប្រាកដដែលមិនធ្វើឲ្យខូចចិត្តឬក៏អស់សង្ឃឹមពេលបានចូលមកក្នុងបន្ទប់ដេកយ៉ងអេក៏ដើរសវាយកទូរស័ព្ទប៉ុន្តែបែរជាមិនព្រមចុចព្រោះរីរ៉ាច់ថាគួរតែទៅល្អឬក៏អត់គិតយ៉ាងម៉េចទៅយ៉ងអើតែល្អឬក៏អត់នេះម៉ោង10យប់ហើយណានាងក៏បានរអ៊ូដាក់ខ្លួនឯងហើយដើរមកដោយភ្នែកសម្លឹងមើលទូរស័ព្ទមិនព្រិចសោះហើយមិនយូរប៉ុន្មានក៏សម្រេចចិត្តចុចទៅលេខទូរស័ព្ទរបស់សន្តាគារដោយបុគ្គលិកសន្តាគារក៏បានជួយសម្រួលឲ្យដោយបានភ្ជាប់ប្រព័ន្ធទូរស័ព្ទចូលបន្ទប់របស់ភ្ញៀវសួស្តីប្រពន្ធសម្លាញ់នឹកប្តីដល់ថ្នាក់ទ្រាំមិនបានមែនទេបាទអូស្ទីនក៏រាក់ទាក់ដោយការសប្បាយចិត្តព្រោះពេលខាងសន្តាគារប្រាប់ថាអ្នកណាចង់ជួបតាមទូរស័ព្ទក៏ធ្វើឲ្យគេបាត់ងុយដេកភ្លាមខ្ញុំមិនបាននឹកលោកទេមនុស្សអន្តពាលដូចជាលោកឲ្យមានស្អីអាណឹកហើយដែរតែមើលទាំងអាត្រិតបែបនេះមានន័យថាម៉េចអែលខ្ញុំតែស្ដីឲ្យលោកទៅវិញទេស្ដីឲ្យរឿងស្អីរឿងដែលខ្ញុំដើរអាពួរអាពេតនោះមែនទេម៉ានលោកឯងអន្តពាលរករឿងគេឯងតែតាពីធ្វើខ្លួនមិនខុសពីពួរបាត់ផ្សារហាមទៅមន្ទីរពេទ្យទេយល់ទៀតនាងក៏មុំឲ្យក្តៅក្រហាយទៅបានស្ដីឲ្យបែបនេះចំណែកអ្នកដែលត្រូវថាគឺជាអន្តពាលបាត់ផ្សារក៏ឈួយចង់ច្រមុះចុះបើខ្ញុំទៅទៀតវាយ៉ាងមិនដែរនេះខ្ញុំនិយាយលោកមិនស្ដាប់មែនទេអូស្ទីនខ្ញុំនឹងស្ដាប់តើតើអ្នកមករកខ្ញុំមិនតំណេទេបើអញ្ចឹងខ្ញុំនឹងទៅរកនាងហាមកជាដាច់ខាតណាទីនេះគឺជាផ្ទះរបស់លោកគ្រូប៉ារ៉ាម៉ានទេលោកមកធ្វើខ្លួនអន្តពាលនៅទីនេះមិនបានទេណាមួយម៉ាត់ក៏អន្តពាលពីរម៉ាត់ក៏អន្តពាលបើនាងមិនចង់ឲ្យខ្ញុំធ្វើខ្លួនគឺជាឆ្កែព្រៃអ្នកប្រមាញ់នាងត្រូវមករកខ្ញុំជ្រើសរើសទៅថាឲ្យខ្ញុំទៅរកដល់ផ្ទះរបស់អាម៉ាស៊ីននោះដែលនៅឆ្ងាយពីសន្តាគារនេះ15នាទីឬក៏ប្រពន្ធសម្លាញ់គឺជាអ្នកមកមើលសភាពប្តីដែលត្រូវអាឆ្កែកាំងឆ្អឹងនោះໄວសម្ដីហាប់បែបនេះខ្ញុំថាលោកមិនងាយស្លាប់នោះទេប៉ុន្តែនឹងក្រំចិត្តស្លាប់ព្រោះតែប្រពន្ធរត់ចោលនោះអីមាត់តែគ្មានមង្គលមាត់ខ្ញុំមានមង្គលជាពិសេសធ្វើឲ្យនាងធ្ងន់នៅក្រោមរាងកាយនិយាយហើយក៏នឹកស្ទើរឈួតណាស់ចង់មើលភ្នំភ្លួចង់ឃើញហើយអូស្ទីនឈប់និយាយណានឹងឈប់ធ្វើសម្លេងលប់សតិបែបហ្នឹងទៅមិនអញ្ចឹងតែខ្ញុំនឹងដាក់ទូរស័ព្ទចុះឲ្យណាខ្ញុំគិតបែបហ្នឹងពិតមែនណាគិតថាពេលនាងមិនបានស្លៀកពាក់នោះហើយកាន់តែនឹកគឺកាន់តែជ្រួលច្រាសហើយខ្ញុំឈឺចង់ផ្ទុះទៅហើយនេះ
យកឯក្រហមតាំងពីមុខដល់ស្លឹកត្រចៀកនឹងរូបភាពពេលនេះស្ថានភាពរបស់គេកំពុងតែបែបនោះទាំងអ្នកដឹងហើយថាគេញាស់ក៏អត់មិនបាននឹងអៀនព្រោះតែសម្លេងរបស់គេសិចស៊ីខ្លាំងហើយគេក៏បំផ្លាញទំនុកចិត្តរបស់នាងឲ្យរង្គោះរង្គើដែរលោកឯងនេះនឹកចង់ជួបចង់ស៊ីនោះអីប៉ុណ្ណឹងចាស់ស្ដាប់បែបនេះហើយលោកមិនធ្ងន់ធ្ងរនោះទេកណ្ដាប់ដៃរបស់អាប៉ែតនោះធ្ងន់ណាស់មាត់ខ្ញុំជាប់អស់ហើយណាយប់នេះខ្ញុំប្រកាសជាគ្រុនក្តៅហើយខ្ញុំដឹងថាលោកអត់ធន់លែងចង់និយាយរកលោកហើយមករកខ្ញុំមកអរសៀខ្ញុំចូលគួរប្រមុខប្រទេសរួចហើយនឹងត្រឡប់មើលសន្តាគារវិញបើនាងមិនមកទេខ្ញុំនឹងសម្រុកទៅដល់ទីនោះខ្ញុំមិនហេអូស្ទីនឈួតមែនមិនបានសន្យាផងហ្នឹងនាងនិយាយមិនទាន់ចប់ផងក៏ត្រូវគេចុចផ្ដាច់ទូរស័ព្ទទៅហើយតើជួក៏មិនទៅដែរយកប្រាប់ខ្លួនឯងថាទោះជាយ៉ាងណាក៏មិនទៅជួបនឹងអូស្ទីនដែលទោះជាគេឈឺស្លាប់ឈឺចាប់យ៉ាងណាក៏មិនមែនជារឿងរបស់នាងប៉ុន្តែស្អែកឡើងក៏នៅមិនស្ងៀមគិតតែពីងាកមើលនេះលកាព្យួរចិញ្ចាំងធ្វើឲ្យស្រីបំរើដែលមើលអត់សង្ស័យមិនបានហើយមិនយូរប្រមាថនាងក៏ទូរស័ព្ទទៅរករ៉ាម៉ានមានការអីឬក៏អត់គឺខ្ញុំសុំចេញទៅខាងក្រៅបន្តិចអូខេចាប់ខ្ញុំឲ្យគេជូនទៅចាអរគុណប៉ុន្តែពេលមកវិញខ្ញុំមកខ្លួនឯងចង់ដើរ shopping ទៅបើកភ្នែកបើកតិចខ្លះសងប់នៅក្នុងផ្ទះគ្មានស្អីធ្វើគឺថន់នាងនិយាយបន្លាប់ព្រោះតែការពិតទៅមិនបានទៅ shopping នៅឯផ្សារទំនើបនោះទេអូខេតាមសម្រួលចុះមិនលើពីម៉ោង6ល្ងាចខ្ញុំនឹងត្រឡប់មកវិញពេលនេះម៉ោង3ហើយ shopping ឲ្យពេញទំហឹងទៅណាប្រាប់នាងបែបនោះក៏ពិតមែនប៉ុន្តែគេមិនមែនជិមនៅលងងឯណាគេដឹងច្បាស់ថានាងចេញពីផ្ទះត្រូវការទៅណាហើយយ៉ងក៏ស្លៀកខោសាច់ក្រណាត់ពណ៌ខ្មៅពេលអាវដៃប៉ិតពណ៌សនិងអាវជាខិតដៃវែងពណ៌អេសេសពីខាងលើស្ពាយកាបូបពណ៌ខ្មៅពាក់វ៉ែនតាការពារពន្លឺព្រះអាទិត្យពណ៌ខ្មៅនាងដើរទៅតាក់ទងកន្លែងទទួលភ្ញៀវប្រាប់ថាត្រូវការជួបនរណាហើយមួយសន្ទុះក្រោយមកបុគ្គលិកក៏ងាកនឹងញញឹមដាក់និងប្រាប់ឲ្យនាងឡើងទៅជួនទី20អញ្ជើញខណៈនាងពេលទ្វារចន្ទាយន្តត្រូវបានបែកអង្គរៈក៏ស្វាគមន៍ដោយការគោរពជាវាយឈួតអំណាចរបស់ពួកលោកត្រឡប់មកវិញហើយមែនដែរទេបតទើបតែម្ដងបាញ់មិញនាងក្រមុំក៏ងូក្បាលនឹងដើរតាមមកដល់បន្ទប់មួយទើបអង្គរៈគូទ្វារចំនួន2ដងហើយក៏បើកទ្វារឲ្យអរគុណនាងក៏បិទទ្វារថ្នមនឹងគិតថាសមជាសន្តាគារផ្កាយ5សម្រាប់បម្រើសេវាកម្មដល់ភ្ញៀវមែនតែនព្រោះតែបន្ទប់មានទំហំធំទូលាយសឹងតែស៊ីផ្ទៃក្រឡាស្លាបខាងស្ដាំទាំងមូលធំជាងខុនដូខ្លះទៅទៀតលោកអូស៊ីនបានលើទេខ្ញុំមកហើយនាងក្រមុំក៏ស្រីហែកនឹងពិនិត្យមើលបន្ទប់ដែលបំពាក់គ្រឿងសង្ហារឹមមកល្បីលំដាប់ពិភពលោកប៉ុន្តែស្ងាត់ជ្រាបបែរជាសម្លេងតន្ត្រីសកលចេញពីបន្ទប់មួយទៀតទៅវិញគេនៅអាណានេះនាងក៏រអ៊ូតិចលោកអូស៊ីនអ៊ុបយ៉ាងងាកឆ្វេងងាកស្ដាំពេលឃើញគេដេកបិទភ្នែកនៅក្នុងអាងដោយសភាពនៅកើកហើយរំពេចនោះក៏បើកភ្នែកនឹងញញឹមពព្រើមស្ទុះងើបមកទាញនាងទៅអោបហើយណែឡើងខ្ញុំណែហើយជួយរកស្អីមកពាក់វិញផងលេងចង់អោបប្រពន្ធណាអោបឲ្យណៃណាមកងុយទឹកជាមួយគ្នាអត់ទេណាលោកអូស៊ីនឈប់ក៏មកធ្វើអីឈួតបែបនេះណានាងប្រឹងរើបំរាស់ពេលត្រូវគេអោបរឹតនឹកខ្ញុំមែនទេទើបមករកហាលោកមិនបានកាត់អីផងមិនក៏ប៉ែតរ៉ាម៉ាណាមិនចាត់ការលោកឲ្យចាស់ដៃកុំឲ្យមានណាពេលចេះរកវិធីកែចំណេញខ្ញុំបែបនេះយកខឹងមុខឡើងក្រមើមិនថាពេលណាក៏ត្រូវគេលុកលាន់ឲ្យរហូតបែបនេះតើអ្នកណាចង់នៅជាមួយបើមានចំណងតណ្ហាមិនមែនស្នេហានោះឯងលោកមិនអីទេអញ្ចឹងខ្ញុំទៅវិញហើយមិនឲ្យទៅហើយមនុស្សតំណាងឈប់ឈួតអំណាចទៅព្រោះតែបែបនេះនឹងអីតើបខ្ញុំចង់តែរត់កាច់ពេលនេះកាន់តែយល់ពីប៉ែតរ៉ាម៉ានហើយអារម្មណ៍រីករាយរបស់អូស៊ីនទៅជាក្តៅកគុកភ្លាមពេលបានលើឈ្មោះសត្រូវបេដងចេញពីមាត់របស់នាងដែរធ្វើឲ្យ Playboy Mafia ទៅជាឈួតត្រូវមើលតាមនាងដោយការនឹករលឹកតែក្រៅពីមិនយល់ពីចេតនារបស់គេហើយនាងនៅតែជន់គេថែមទៀតផងអើយធ្វើស្អីហ្នឹងកុំធ្វើបែបនេះអីណា
ខ្ញុំនឹងធ្វើខ្ញុំនឹកដង្ហើរឹកហួងហែងចង់ឈួតទៅហើយណាតែនាងនៅតែនិយាយឲ្យខ្ញុំខឹងទៀតបែបនេះត្រូវតែលាឲ្យចាស់ដៃតតែខ្ញុំបាត់ឈួតខ្លាំងក៏ទៅរំងើអារម្មណ៍តែក៏មកត្រីកម្មខ្ញុំនឹងឈួតណាអែលឈួតដាក់ប្រពន្ធខ្ញុំនឹងស៊ីនាងឲ្យបាត់ចង់ស្រីក្បាលរឹងដឹងទេថាទោសរបស់នាងច្រើនប៉ុណ្ណាដែលរត់ចោលខ្ញុំមកតាមពេទ្យសមុំនោះគេនិយាយមិនឈប់គណៈនោះក៏កញ្ឆក់ឯរបស់នាងក្រៅក៏វែងចោលហើយលោកឯងរកចិត្តទេអីខ្ញុំព្រមទទួលតាំងពីថ្ងៃដំបូងមកដល់ពេលនេះនាងធ្លាប់ដឹងទេអែលថាធ្វើអីដាក់ប្រុសម្នាក់នេះខ្លះនាងធ្វើឲ្យខ្ញុំមិនចង់ដេកជាមួយនឹងស្រីផ្សេងចិត្តនឹកតែនាងទៅតែចាប់ចម្រិតពេលដឹងថានាងជ្រាបការខ្លាចទៅជារបស់ប្រុសផ្សេងខ្ញុំទ្រាំមិនបានទេណាកណ្ដាប់ដៃដេកគក់មិនឈប់ទៅជាខ្សោយកម្លាំងភ្នែកក៏បើកឡើងធំនឹងការរីករោគមិនដកមាត់របស់គេដោយមិនបើកឱកាសតបតតែហេតុអីទៅនោះត្រឹមតែប៉ុណ្ណឹងបេះដូងរបស់នាងក៏ទន់ល្អអាចកាត់បន្ថយកំហឹងបានហើយសម្លឹងមុខសង្ហាស៊ីដែលលំអទៅដោយពុកមាត់ពុកចង្កាដោយការស្វែងរកនឹងទោះជាប្រាប់ខ្លួនឯងថាចិត្តទុនកុំចិត្តទុនឲ្យសោះតែដឹងច្បាស់ថានាងមិនអាចដកខ្លួនដកចិត្តពីបរិសុទ្ធដែលមានឈ្មោះថាអូស៊ីនបាននោះទេมันប៉ាទេលោកក៏ហាក់ខ្ញុំក៏ហាក់ធ្វើអីបើខ្ញុំលងនាងងើបមុខមករួចទៅហើយនេះក្រនតែឡងត្រូវឲ្យប្រាប់ឲ្យបានមែនទេស្រីលងីលងអើយថាអាផ្លែបយម្នាក់នេះស្រឡាញ់នាងខ្លាំងប៉ុណ្ណាហឺប្រាប់បែបនេះទើបនាងយល់មែនទេអែលប្រយោគដំបងថាភៀងទៅហើយពេលជួបនឹងប្រយោគទី2ដែលត្រូវគេស្រែកដាក់មុខដោយកំហឹងធ្វើឲ្យនាងស្រឡាំងកាំងតែម្ដងស្រឡាញ់ឬគេថាប្រាប់ថាស្រឡាញ់នាងឬគេប្រាប់ថានាងលឿអយនេះគឺជារឿងឈួតស្អីនេះលោកបើកឲ្យខ្ញុំស្លាប់ចាន់ឈួតមែនខ្ញុំស្រឡាញ់នាងបានលឺដែរទេខ្ញុំស្រឡាញ់នាងណាអែលអូស៊ីនក៏ស្រែកខ្លាំងច្បាស់មុខសង្ហានៅឆ្ងាយមកដល់មួយថ្នមដៃធ្វើឲ្យអ្នកស្ដាប់ធ្វើមុខឡើងស្លើក្រវីក្បាលតិចមិនចង់ជឿនឹងគិតថាពេលនេះខ្លួនឯងអាចកំពុងតែដេកយល់សពលោកគ្រាន់តែត្រូវការយកឈ្នះខ្ញុំដឹងថានិយាយដល់ថ្នាក់នេះហើយស្រីក្បាលរឹងនៅតែមិនព្រមជឿទៀតឃើញថាមានវិធីតែមួយប៉ុណ្ណោះដែលធ្វើឲ្យនាងភ្លឺភ្នែកហើយគេយកវាមកប្រើទោះជាត្រូវចាត់ជាមួយនឹងមនុស្សប្រុសត្រីកម្មក៏ដោយចោះព្រោះយ៉ាងហោចណាស់ក៏គេបានធ្វើតាមតម្រូវការបេះដូងមិនមែនព្រោះតែចំណងតណ្ហានិងការចង់យកឈ្នះដូចជានាងដែលចោះប្រកាន់នោះទេរូបថារបស់គេគឺជាស្នៀតដ៏សំខាន់ដែលធ្វើឲ្យកម្លាំងរបស់នាងទន់ខ្សោយទៅវាស្ទើរតែស្រូបយកវិញ្ញាណរបស់នាងបាត់ដៃដ៏ធំក្រាស់រវើរវាមលើរាងកាយចាប់ត្រង់ណាស្រួលស្រាប់ត្រង់នោះរាងកាយរបស់នាងដូចជាស្រីសួរយ៉ាងអញ្ចឹងពេលមកនៅក្នុងពពុះសាប៊ូបែបនេះទៀតធ្វើឲ្យបេះដូងរបស់អ្នកថាបក្តៅឡើងដូចជាភ្លើងផ្អែមមែនណាអែលបានហើយលែងខ្ញុំទៅវិញមិនឲ្យទៅទេខ្ញុំចង់ស្រឡាញ់នាងចង់ស្រឡាញ់ខ្លាំងណាអែលខ្ញុំត្រូវការនាងស្រឡាញ់ខ្លាំងលងខ្លាំងវេទនាក៏ខ្លាំងដែរណាពេលនេះមនុស្សលាមួកខ្ញុំមិនជឿហើយបែបណាស្រីក្បាលរឹងទៅព្រមជឿហ่าមិនដឹងខ្ញុំមិនដឹងអីអើយអូស្ទីននាងកាន់តែប្រកែកគេកាន់តែបងក្រាបហើយអោនទៅគ្រប់គ្រងជើងទ្រូងក្រហមព្រឿងខំជញ្ជក់គេការដាក់ទោសឲ្យនាងព្រមទទួលស្គាល់ពីបេះដូងឬទោះជានាងមិនព្រមទទួលស្គាល់នឹងធ្វើឲ្យបេះដូងមួយនេះឈឺចាប់ប៉ុណ្ណាក៏គេមិនព្រមដល់លេខនាងជាដាច់ខាតព្រោះគេស្រឡាញ់បានតែយងអែលតែប៉ុណ្ណោះស្រឡាញ់នាងតែម្នាក់គត់កំឈប់ទៅនាងត្រូវការខ្ញុំណារាងកាយនាងញ័រទៅត្រឹកយ៉ាងនេះណាម៉ៃក្រាស់អោបខ្ញុំផងណាហើយប្រពន្ធអ្នកណាគេណោគូឲ្យស្រឡាញ់ដល់ហើយមែនតើអូស្ទីនម៉ៃក្រាស់កុំហាមខ្ញុំអីណានាងក្តៅក៏គោកដូចជាភ្នំភ្លើកយ៉ាងនេះខ្ញុំក៏ក្តៅក៏ចង់ក្តៅចង់ផ្ទុះទៅហើយណាសំដីក្តៅទង្វើក្តៅធ្វើយងអែសឹងទៅទប់ខ្លួនមិននឹងទៅហើយពេលគេប្រដេញបបោមាត់តាំងពីប្រឡោះកចុះមកដល់ដើមទ្រូងទាំងពីរដែលមិនថាប៉ុន្មានដងក៏ធ្វើឲ្យអន្ទែងចិត្តគេស្រឡាញ់នាងមែនឬសំណួរនេះបានវិលវល់នៅក្នុងអារម្មណ៍នាងសួរខ្លួនឯងមួយហើយគឺមួយទៀតឯរាងកាយក៏ត្រូវគេបោះត្រាដោយបបោមាត់និងបាត់ដៃដល់កំណាចហើយក៏បាទៅជាគិតអីមិនចេះងើយក្បាលទៅខាងក្រោយជុលនឹងចិញ្ចាំងបន្ទប់ទឹកពេលដែលមនុស្សកំហុចឡើងទៅដល់ដែនដីនៃឋានសួគ៌ហើយក៏គប់គួនដោយការប៉ះពាល់រំជួយចិត្តផ្អែមមែនទេណាម៉ៃក្រាក់នាងចំជាអូស្ទីនហើយខ្ញុំបែបនោះណាខ្ញុំចូលចិត្តណា baby អូស្ទីន baby សម្រួលអារម្មណ៍ណាស៊ូចមេរៀនថ្មីរបស់យើងនាងនឹងចូលចិត្តណាមើលទៅចូលចិត្តហើយហ្នឹង
អ្នកកំឡោះមិនភ្នែកដាក់ដោយភាពរពើរប៉ោយទឹកផ្កាឈូកដែលកំពុងតែស្រក់មិនមែនគឺជាឧបសគ្គនោះទេមានតែបង្កើនសេចក្តីសុខប្លែកថ្មីឲ្យយងអែលព្រោះតែពេលនេះស្ទើរតែគ្មានកម្លាំងទប់ជំហរទៅហើយទើបអោបស្មាគេជាប់នឹងជញ្ជក់មាត់ហាក់ដូចជាទទួលទានរបស់ហិលអានมันចូលចិត្តទេនាងនិយាយរដាក់រដប់អារឿងមាត់ក្បត់នឹងចិត្តសូមប្រាប់ឲ្យដឹងថាថ្នាក់ស្រាវស្រាប់ចង់ដែលខ្យល់ស្លាប់ទៅហើយនេះនៅមិនព្រមទទួលយកការពិតនេះទៀតបើមិនចូលចិត្តខ្ញុំនឹងឈប់ណាអែលកុំឈំហើយប្រាប់ថាធ្វើអីហាន់នេះថាមិនចូលចិត្តនោះអីហើយមនុស្សឈួតកំណាចអាថ្មនិយមតែក៏ចង់បានណាហើយអែលក៏ចូលចិត្តឲ្យខ្ញុំកលែងបែបនេះខ្ញុំដឹងណាលោមែនទេណាពើព្រលឹងរាងកាយរបស់នាងស៊ីស៊ីមែនតែនសិចស៊ីមិនថានៅក្នុងអរិយាប័ត្រអីក៏ដោយអងរួនចិត្តអងរួនអារម្មណ៍របស់ Playboy ឈឹមក្តៅម្នាក់នេះបានជីណេតហើយការរត់រុនខ្លាំងនោះប្រាប់ឲ្យដឹងថានាងទៅដល់គោលដៅហើយខ្ញុំត្រាំលេខបានហើយនាងអង្វរក៏ពេលប្រសពនឹងកៅភ្នែកពណ៌ខីចាស់ដែលកំពុងតែក្តៅកកុបហានីអើយខ្ញុំក៏ត្រាំលេខបានដែរណាជួយផងម្នាក់ធ្ងោម្នាក់ក្រហមបន្តសម្លេងគ្នាឲ្យលឺពេញបន្ទប់ទឹកបន្ទាប់ពីជួនាងនឹងខ្លួនឯងទៅដល់ឋានសួគ៌អូស៊ីនក៏បីនាងទៅដាក់នៅលើក្រែថ្នមនឹងទៅតាមទ្រពពីលើអោបរឹតដោយស្កប់ស្កល់នឹងមេរៀនស្នេហាដែលទៅចាប់ហើយថាបជញ្ជក់បបោម៉ូតក្រពុំយ៉ាងយូរទៅជ្រប់មុខនឹងច្រឡឹងទ្រូងដណានក្បំយូគួសំតុំរំកំឡោះនឹងក្រមុំបាត់បញ្ចប់មេរៀនស្នេហាដ៏ក្តៅកគុកដោយអូស៊ីននៅតែដកដង្ហើបដង្ហក់ពេលងើយមើលមុខអ្នកដែលខ្ជិបបបោមាត់ណែននិងមិនប្រាប់មើលមុខគេចំព្រោះតែការអំអៀនមានសេចក្តីសុខទេយ៉ងមិនឆ្លើយគិតតែនៅស្ងៀមងាប់ហើយបងមានប្រពន្ធកើទៅហើយនេះឬលោកឯងកាមក្រាស់បងគឺជាមនុស្សប្រុសណាក្នុងវ័យកំពុងតែពេញកម្លាំងផងត្រូវតែក្រាស់ហើយពេលនេះនៅចង់អូនរត់ចោលបងគឺត្រូវតែទទួលខុសត្រូវណាបងប្រាប់ថាស្រឡាញ់អូនរួចហើយណាគេនិយាយនឹងធ្វើមុខបេះបួយគូឲ្យជ្រេងដាក់កាមក្រាស់ល្អត្រង់ណារឿងកាមគឺជាការហាត់ប្រាណអូនមិនដឹងទេឬហ៎ខ្ញុំទៅវិញហើយបាត់យកបែបនេះមិនល្អទេខ្ញុំប្រាប់លោកគ្រូពេទ្យថាមកសូភីងអាពេទ្យសមមនោះមិនមែនជីមងងវាដឹងហើយថាអូនមិនបានទៅសូភីងទេតែមានចេតនាមករឹកប្តីព្រោះនឹកពេញបេះដូងនោះអីឡងនឹងខ្លួនឯងតែមានអ្នកខ្លះលងបោកដូចគ្នាបងជឿជាក់ស្លាប់ហើយខែខ្ញុំកុំបារម្ភអីណានៅជាមួយនឹងបងមួយយប់ទៅណាហើយមិនបានទេណាខ្ញុំត្រូវរក្សាសន្យានឹងផ្ដាល់កតញ្ញូឲ្យខ្លួនឯងព្រោះខ្ញុំប្រាប់លោកគ្រូប៉ែតឲ្យថាទៅញ៉ាំអាហារល្ងាចជាមួយនឹងគេទឹកមុខរបស់អ្នកស្ដាប់ទៅជារឿងកំព្រឹសភ្លាមញ៉ាំជាមួយនឹងបងនៅទីនេះហើយកុំតំណើបានតែខ្ញុំមិនតន់ភ្លេចទេថាលោកមានមនុស្សស្រីដែលរងចាំរៀបការជាមួយបងនិងខារ៉ាមិនបានស្លាយគ្នាទេហើយពេលនេះក្រុមគ្រួសាររបស់បងក៏ដឹងរឿងរបស់យើងទាំងពីរដែរហើយម៉ាប្រាប់ឲ្យបងនាំអូនទៅជួបគាត់លោកប្រាប់ថាម៉េចឲ្យគាត់ចូលចិត្តខ្ញុំឬបែរគាត់ចូលចិត្តអ្នកនាងខារ៉ាទៅហើយនោះម៉ាក់ចូលចិត្តខារ៉ាតែបងស្រឡាញ់អូនបងសម្រេចចិត្តដោយខ្លួនឯងថាត្រូវការអ្នកណាធ្វើជាគូជីវិតលោកស្រឡាញ់ខ្ញុំមែនឬបងមិនកុហកអូនទេបងមិនមែនជាមនុស្សប្រុសកលិចកលុចទេបងគឺជាមនុស្សត្រង់តាំងពីអង្ការយើងស្គាល់គ្នាមិនដល់មួយខែផងវាលឿនពេកហើយវាដូចជាយកសាប់ខ្ញុំអូនមិនចាំបាច់ស្រឡាញ់បងភ្លាមក៏បានដែរប៉ុន្តែអូនត្រូវរៀបការជាមួយនឹងបងព្រោះបងគ្មានថ្ងៃអូនរបួសពីដៃឡើយរត់គេចពីបងបានទៀតទេណាអែលអូស៊ីននិយាយដោយទឹកមុខប្រកបប្រជាគេប្រាប់ថាស្រឡាញ់នាងចុះនាងវិញតាប្រាប់គេនៅពេលណានាងសួរចិត្តខ្លួនឯងខ្ញុំមិនចង់គិតអីវែងឆ្ងាយទេអនាគតគឺជារឿងមិនថិតថេរជឿបងចោះបងនឹងអោបក្រសោបជីវិតគូរបស់យើងឲ្យបានល្អណាស់អែលគ្រួសាររបស់លោកអាចមកស្វាគមន៍ខ្ញុំក៏ថាបានដែរកុំគិតដោយខ្លួនឯងណាគ្រួសារបងមិនធ្លាប់បង្កប់បង្ខំរឿងជីវិតគូឡើយតែម៉ាក់របស់លោកចង់បានអ្នកនាងខារ៉ាជាកូនប្រសានោះមកពីម៉ាមិនទាន់ដឹងថាបងមានអូនគាត់បារម្ភទៅចង់ឲ្យបងខ្សែគប់នឹងខារ៉ាសាក់មើលគ្មានអីលើពីនឹងពិតមែនណារៀបការជាមួយនឹងបងទៅណាអែលខ្ញុំសូមគិតមើលសិនមិនចង់យកប្រាំនៅពេលនេះទេនាងនិយាយខ្សឹបមិនពេញសំឡេងបើខ្វាយខ្វល់រឿងខារ៉ាប្រាប់ថាពេលនេះអូនសប្បាយចិត្តចោះព្រោះខារ៉ាមានម្ចាស់បេះដូងហើយអ្នកនាងខារ៉ាមានម្ចាស់បេះដូងហើយអ្នកណាគេខ្ញុំស្គាល់ឬក៏អត់
ប្រកាសណាអូនស្គាល់ច្បាស់បងក៏ស្គាល់ច្បាស់ដែរអ្នកនៅចិត្តខ្លួនយើងនេះឯងប្រាប់មកខ្ញុំមិនចង់ដៅទេដៅទៅសបាយលេងសឹងអីមិនសបាយទេប្រាប់មកមិនអញ្ចឹងខ្ញុំនឹងខាងហើយសែមណាហាសាមដៃស្ដាំមើលរបស់លោកអើយមិនចង់ជឿទេនេះត្រូវតែជឿណាពីអ្នកនោះគេសែបគប់គ្នាហើយមើលទៅរលូនល្អទៀតផងឮថាពេលត្រឡប់ទៅអាល្លឺម៉ង់វិញសែបនឹងសុំខារ៉ារីកាបើនាងអូខេឃើញមើលមិនសូវជាមាត់បែបហ្នឹងមិនណាចង់ជឿទេថាសែមមិនមែនជាមនុស្សយន្តទេណាសែមគឺជាមនុស្ស 100% ណានាងក្រមុំកងបាស្របតាមសម្ដីរបស់គេពេលនេះសប្បាយចិត្តចោះហើយត្រៀមខ្លួនធ្វើជាកងក្រមុំរបស់បងទៅណាខ្ញុំមិនទាន់បានយកប្រាំផងហ្នឹងបងនឹងទៅកូរ៉េខាងត្បូងទៅនិយាយជាមួយនឹងប៉ាម៉ាក់របស់អូនសឹមនឹងកូនស្រីរបស់គាត់ហើយរៀបការដោយជារ៉ូរិនសូនឹងធូណាលឿនរហ័សទាន់ចិត្តក្នុងពេល2សប្តាហ៍លឿនដោយមិនចាំបាច់ដេញពេលវេលាអីណាព្រោះគ្មានស្អីឲ្យត្រូវបាញ់ទៀតទេណាអ្នកនិយាយក៏ញញឹមឲ្យប្រព្រៃតំណាងគេមិនតល់ស្រឡាញ់ផងក៏មកបង្ខំមិនយូរទេអូននឹងស្រឡាញ់បងឬក៏ពេលនេះអាចនឹងកំពុងតែស្រឡាញ់តែមករឹងមិនព្រមទទួលយកការពិតបងរងចាំបានណាអែលឲ្យរងចាំមួយជីវិតក៏បងរីករាយបាននៅថ្ងៃមួយអូនប្រថាស្រឡាញ់បងនៃការពេញចិត្តខ្ញុំត្រូវទៅវិញហើយគ្មានខោអាវពាក់ទេឬគេញញឹមព្រោះធ្វើឲ្យខោអាវរបស់នាងរទឹកអស់ទៅហើយប៉ុន្តែពេលឃើញទឹកមុខស្រពោនក្រសែភ្នែកដែលមានពន្លឺអង្វរករបស់នាងមើលគេក៏ដកដង្ហើមធំអូខេបងនឹងចាត់ការឲ្យចាំមួយផ្លែតណាមិនលឺពី1ម៉ោងឡើយនាងក៏ងូក្បាលទៅគេចុះពីក្រែដោយការសោកស្ដាយស្រវាយកអាវឃ្លុំមកពាក់ហើយក៏ដើរចេញពីបន្ទប់ទៅបញ្ជាសែមឲ្យទិញសម្លៀកពាក់មនុស្សស្រីនៅឯ Plaza ខាងក្រោមរឿងស្រីឆ្នាំម្ចាស់ចិត្តភាគទី16វគ្គទី2សន្មតថាស្លេះត្រឹមតែប៉ុណ្ណឹងសិនអ្នកទាំងអស់គ្នារងចាំតាមដានស្ដាប់នៅភាគទី17ដែលជាភាគបន្តសូមអរគុណសូមជម្រាបបាយសំណាងអូនអ្នកទាំងអស់គ្នា